បងអត់នេះជំរាបសួរបងអញ្ចឹងបងវីដេអូនេះស្រាប់បងក៏រវល់ធ្វើការខ្លាំងណាស់តែបងចង់រៀនក្រៅមកថាចាន់សុកមិនថាសាយអាទិត្យណាបងចាន់សុក6កន្លះចុង7កន្លះចេញអត់ប៉ះពាល់ម៉ោងការងារវិញធ្វើការពីព្រឹករហូតដល់ល្ងាចអញ្ចឹងទៅតែធ្វើការម៉ោង6យើងអាចចូល6កន្លះឬក៏7កន្លះចុង8កន្លះចេញក៏បានដែរហើយជាផ្សេងបងរវល់ខ្លាំងមែនទែនតែចង់រៀនចង់ចេះគឺក៏មានថាសាយអាទិត្យដែរបងឥឡូវយើងទទួលថាថ្មីសាយអាទិត្យមកទៅនេះអាចមកចុះឈ្មោះបានណាថ្ងៃសៅរ៍4កន្លះចុង6កន្លះចេញអាទិត្យយើងដូរមករៀនព្រឹកវិញមកឲ្យល្ងាចឡើងយើងចង់បដាលេងឬមានកម្មវិធីអីរវល់អីគឺយើងអត់ខាតរៀនអញ្ចឹងគឺអាទិត្យយើងដូររៀនព្រឹកវិញអញ្ចឹងបងចង់នឹងព័ត៌មានបន្ថែមច្បាស់អាចឆានបានណាបងខ្ញុំដាក់ page នៅខាង comment ណាបងឬក៏លេខ Telegram នៅខាងលើ TikTok ណាបងណាតែឆាន page មកលឿនជាងបងចង់រៀនណាខ្ញុំមានទូថាថ្មីបងមិនថាចាំសុខមិនថាសាអាទិត្យហើយក្រៅមកទៅបងយើងរវល់ធ្វើការខ្លាំងណាស់យើងជាកម្មករយើងជាកូនអ្នកក្រប៉ុន្តែយើងចង់ចេះយើងចង់មានចំណេះចង់មានការងារដែលគួរសមជួយខ្លួនឯងបានទៅយើងជួយគ្រួសារបានដូចបងខ្ញុំអញ្ចឹងគាត់មិនថានិយាយនេះអីបងបើនិយាយឲ្យពិបាកស្ដាប់ទៅនិយាយថាជីវិតពិតសូម្បីតែប៉ាក៏អត់មានអត់មានឯប៉ាម៉ាក់គាត់ស្ដាប់តែគាត់ទៅប៉ុន្តែគាត់កំព្រាមែនគាត់អត់លុយមែនគាត់ក្រមែនតែគាត់អត់ក្រកំណត់ទេគាត់អត់ខ្លាចហត់ទៀតចេញធ្វើការហត់ប៉ុណ្ណាឆ្ងាយប៉ុណ្ណាទៅស៊ូមករៀនឆ្លៀតរៀននៅពេលឥឡូវនេះគឺមានការងារមួយដែលគួរសមហើយដំបូងគឺហត់ខ្លាំងមែនតើមិនត្រឹមថាធ្វើការធ្វើកម្មករឲ្យបងគាត់ធ្វើដល់កម្មករសំណងគាត់ធ្លាប់ទៅដល់ស្រុកគេធ្វើកម្មករពលករស្រុកគេក៏ធ្លាប់ដែរប៉ុន្តែដោយសារតែគាត់ឃើញគេរៀនភាសាចិនចេះគាត់ជ្រើសរើសមកនៅមួយខ្ញុំឆ្លៀតរៀនរយៈពេល1ម៉ោងឥឡូវនេះគាត់មានការងារមួយដែលគួរសមតែខែមួយដែលគួរសមឲ្យទូគាត់ក្រគាត់មានប៉ាមានម៉ាក់ចាំជួយជ្រុំជ្រែងពីក្រោយមានតែគាត់អត់ក្រកំណត់ហើយគាត់ក៏អត់ខ្ជិលដែរគាត់ឆ្លៀតគាត់ខំប្រឹងណាស់អញ្ចឹងចង់ប្រាប់បងថាបងមានប៉ាមានម៉ាក់មានគ្រួសារល្អហើយខំប្រឹងកុំឲ្យពួកគាត់អស់សង្ឃឹមខំប្រឹងកាន់តែខ្លាំងសូម្បីតែគេក្រគេរៀនបានតិចអត់មានអ្នកនៅពីក្រោយប៉ុន្តែគេអាចធ្វើបានព្យាយាមបានអញ្ចឹងយើងក៏អាចធ្វើបានដូចគ្នាដែរបងអញ្ចឹងបងចង់រៀនអាចតមកពួកខ្ញុំបានណាបើមិនជឿបងអាចគាត់ស្រាប់គាត់និយាយបានពីមុនគាត់ធ្វើការអីហើយឥឡូវគាត់ធ្វើការអីចឹងណាបងគឺស្អីបងប្អូនអរគ្នាមែនថាពីព្រោះពីមុនខ្ញុំសម្បីថាកម្មករខ្ញុំរត់តែការងារធ្វើមិនផងតែឥឡូវខ្ញុំបានមករៀនចិនខ្ញុំកែប្រែពីខ្លួនឯងដំបូងខ្ញុំធ្វើជាកម្មករតមកខ្ញុំធ្វើជាជំនួយការឥឡូវខ្ញុំក៏បានរកការងារមួយដែលរឿងគ្រាន់តិចថាល្អណាស់ណាតែវារឿងគ្រាន់ជាងមុនអញ្ចឹងណាតែខែគ្រាន់អាចទទួលយកបានបងអញ្ចឹងមកតែគាត់គាត់ថាអូយើងរៀនដល់សាកលវិទ្យាល័យយើងមិនមែនជាកូនអ្នកមានយើងគ្រូសាស្ត្រខ្វះខាតយើងរៀនបានតិចកុំបាក់ចិត្តខំប្រឹងខ្លួនឯងមិនថាទិញសភៅទៅរៀនមិនថារៀននៅផ្ទះមិនថារៀននៅសាលាឲ្យតែយើងមានចិត្តតស៊ូព្យាយាមអត់ធ្មត់នឹងរៀនចេះបងគេធ្វើបានយើងក៏ធ្វើបានកុំបាក់ទឹកចិត្តខ្លួនឯងគេអាចបាក់ទឹកចិត្តយើងគេអាចសល់យើងតែយើងកុំសល់ខ្លួនឯងកុំបាក់ទឹកចិត្តខ្លួនឯងណាបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងចង់រៀនអាចតទៅពួកខ្ញុំបានណាបងប្អូនអរគ្នាលេខ Telegram នៅខាងលើ TikTok ហើយ page នៅក្នុង comment មកតទៅ page លឿនជាងណាបងណាទទួលចូលពេលឥឡូវទៅបងចង់រៀនយើងហើយជាពិសេសបងរៀនហើយបើសិនជាមានសាយការងារក៏បានអត់មានសាយការងារខាងយើងជួយតទៅសាយការងារជូនបងណាឲ្យតែខំប្រឹងរៀនណាបងណាហើយបើយើងចេះហ៎បងគឺពេលដែលយើងអត់ចេះអូថាយើងអត់ចេះអូយើងទៅឈរឲ្យគេរើសយើងតែដល់ពេលយើងចេះបងមានការងារច្រើនដែលយើងទៅចាំរើសការងារនេះថាការងារនេះឆ្ងាយទៅចិត្តស័ក្តិសមមួយយើងអស់ការងារនេះប្រាក់ខែប៉ុណ្ណេះការងារនេះមិនដែរគឺយើងជាអ្នកមានសិទ្ធិរើសការងារតែបើសិនជាពេលយើងអត់ចេះគឺយើងឈរឲ្យគេរើសយើងហើយពេលខ្លះគេមិនចង់រើសយើងទេដល់មកឲ្យគេរើសយើងហើយការងារហត់ប្រាក់ខែតិចទៀតអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងចង់រៀបអាចដល់ពួកខ្ញុំបានជំរាបបងប្អូនអរគ្នា